稳定，稳定把它免thay là hiệp，免thay là hiệp就是稳定。显示，显示啊，显示把它bằng hai就是显示。chúa xin sự，chúa xin sự啊，chúa xin sự把它 thoát bê đông hạ truyền，thoát bê đông hạ truyền就是chúa xin sự。大家好，欢迎来到安我通中文在线学习频道。今天我有一个的题目，就是的医院工作，医院工作。បាទសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ចូលមកកាន់ Channel Alpha Tube នៅថ្ងៃនេះ Alpha Tube សូមលើកយកមេរៀនថ្មីមួយដែលជាការសំណូមពររបស់បងប្អូនយើងដែលក៏សំណូមពរឲ្យលោកsưបង្កើតមេរៀននេះឡើងទាក់ទងជាមួយនឹងការងារនៅមន្ទីរពេទ្យភាគទី1បាទអញ្ចឹងមេរៀននេះជាមេរៀនក្នុងការសំណូមពររបស់បងប្អូនយើងដែលគាត់សំណូមពរអញ្ចឹងលោកsưធ្វើទៅតាមសំណូមពរដែលគាត់សំណូមពរលោកsưយូរហើយប៉ុន្តែលោកsưអត់បានធ្វើឥឡូវលោកsưឆ្លៀតធ្វើឲ្យគាត់ប៉ុន្តែមេរៀននេះមានភាគប្រហែលជាច្រើនបន្តិចណាដោយសារពាក្យក៏ពិបាកដែរអូខេអញ្ចឹងកុំឲ្យយូរបងប្អូនចូលទៅរៀនពាក្យបន្ទាប់មកយើងចូលទៅរៀនអត្ថបទសន្ទនាទាំងអស់គ្នា去吧汉语词汇汉语词汇好汉语词汇យើងបកទៅជាភាសាខ្មែរថាពាក្យភាសាចិនណាពាក្យភាសាចិនអញ្ចឹងពាក្យភាសាចិនយើងអានថា汉语词汇沟通沟通好沟通บอกថាទំនាក់ទំនងណាទំនាក់ទំនង就是沟通病情病情好病情บอกថាសភាពជំងឺណាសភាពជំងឺ就是病情爵士爵士好爵士บอกថាពន្យល់ពន្យល់就是爵士办公室办公室好办公室บอกថាការិយាល័យការិយាល័យ女士女士啊女士នេះយើងบอกថាកញ្ញាឬក៏អ្នកនាង就是女士检查检查啊检查យើងบอกថាពិនិត្យណាពិនិត្យ就是检查报告报告啊报告บอกថារបាយការណ៍របាយការណ៍就是报告不好意思不好意思不好意思យើងบอกថាសុំទោសណាសុំទោស就是不好意思动态心电图动态心电图动态心电图យើងบอกថាពិនិត្យអេកូ新疆彩潮新疆彩潮好អេកូបេះដូងពណ៌ណាអេកូបេះដូងពណ៌អូខេចឹងពាក្យថា新疆彩潮យើងบอกថាអេកូបេះដូងពណ៌复查复查好复查บอกថាពិនិត្យឡើងវិញពិនិត្យឡើងវិញ就是复查冠状动脉冠状动脉好冠状动脉យើងบอกថាសរសៃឈាមចិញ្ចឹមបេះដូងណាសរសៃឈាមចិញ្ចឹមបេះដូង虾仔虾仔好虾仔บอกថារួញតូច就是虾仔評估評估評估好評估บอกថាការវាយតម្លៃណាការវាយតម្លៃ就是評估仔細仔細好仔細บอกថាលម្អិតលម្អិត就是仔細
相比相比好相比用把它เปรียบเทียบหนึ่งเปรียบเทียบหนึ่ง就是相比抓钱姜子抓钱姜子用把它mình chốt chuyên hạng mục mình chốt chuyên hạng mục就是抓钱姜子程度程度啊程度把它cầm đất就是程度斑块斑块好斑块把它đóng bỏណាយើងមើលហុកនេះដែលសើនិយាយអំពីប៉ានខ្វៃហ្នឹងឃើញហើយវាដាក់ចឹងឆាងចឹងដុំនេះឃើញហើយដាក់ចឹងឆាងធម្មតាប៉ានខ្វៃហ្នឹងដុំហ្នឹងវាអត់ធម្មតាទេវាមើលទៅវាគេហៅដុំពណ៌ហ្នឹងណាដល់ពេលដល់មកបានមានเสียใจហ្នឹងឃើញវារួចទូទៅឃើញរួចទូទៅហ្នឹងហើយចឹងប៉ានខ្វៃហ្នឹងគឺដោយរូបភាពដែលសើបានដាក់ហ្នឹង发展好发展យើងបកថាវិវត្តចឹងពេលថា发展នេះយើងបកប្រើចំពោះទៅតងជាមួយនឹងជំងឺទៅតងវិទ្យាសាស្ត្រចឹងវិទ្យាសាស្ត្រនៅក្នុងវិទ្យាសាស្ត្រពេលថា发展ហ្នឹងយើងបកថាវិវត្តជំងឺហ្នឹងវិវត្តទៅមិនចឹងទៅតែ发展ហ្នឹងដដែលតែបើសិនជាយើងបកទៅតាមបែបសេដ្ឋកិច្ចមានន័យថាយើងបកថាអភិវឌ្ឍតំបន់នេះអភិវឌ្ឍតំបន់នោះអភិវឌ្ឍអញ្ចឹងទៅអញ្ចឹងវាថាហ្វាចានអញ្ចឹងបងប្អូនយល់ហើយហ្វាចានចំពោះវិទ្យាសាស្ត្រយើងបកថាវិវត្តហ្វាចានចំពោះសេដ្ឋកិច្ចយើងបកថាអភិវឌ្ឍ稳定បកថាមានស្ថិរភាព就是稳定显示啊，显示把它បង្ហាញ就是显示抓心事啊抓心事把它ทอดบะดงหาช่วย就是抓心事是血分数啊是血分数把它อัตราบัญเชียม就是是血分数崩血把它崩เ就是崩血功能把它木叶就是功能影响把它八卦如果二的波就是影响危险把它គ្រោះថ្នាក់就是危险汉语绘画啊汉语绘画用把它三等的ភាសាចិន就是汉语绘画一环沟通与冰情解释一环沟通与冰情解释好อีนี่มีนะคะครูเป็ดហួននេះយើងបកថាអ្នកជំងឺកោថងយើងបកថាទំនាក់ទំនងជាមួយឬក៏នឹងពីងឈីងបកថាស្ថានភាពជំងឺពីងឈីង角色បកថាបញ្យលលេខ1អញ្ចឹងមានន័យថា医患沟通与冰群解释យើងបកថាការតំណងគ្រូពេទ្យអ្នកជំងឺនិងការបញ្យល់រោគសញ្ញាអញ្ចឹងភាគទី1អញ្ចឹងផ្នែកទី1អញ្ចឹងយើងចាប់ផ្ដើមរៀនទៅដល់ផ្នែកទី1សិនហើយលោកសិស្សក៏ឲ្យយើងដឹងពីលក្ខណៈទូទៅជាមួយនឹងមេរៀនទៀតសិនណាអញ្ចឹងដល់នេះកន្លែងណែនាំយើងតិច张先生办公室往女士拿之后的检查报告
进来。张医生办公室，王女士拿着厚厚的检查报告进来。正面的他张医生 group 张办公室把他盖起来一个 office。王女士面他跟nhà王ឬcó nền nhà hoàng拿着药毛厚厚那面cầm là cái nào tớ đã bỏ检查又bỏ他比那报告面他的白假进来周末张医生办公室王女士拿着厚的检查报告进来ក្នុងការិយាល័យវិជ្ជាបណ្ឌិតចាងអ្នកនាងវាងកាន់របាយការណ៍ពិនិត្យដុំក្រាស់មួយចូលមកអញ្ចឹងមានន័យថាចាប់ផ្ដើមហើយយើងចូលមេរៀនយើងតើអ្នកនាងវាងជាមួយនឹងលោកគ្រូពេទ្យចាងហ្នឹងប្រភាសាទាក់ទងជាមួយនឹងជំងឺអីគេតោះ是吧张医生您好不好意思又来打扰您这是我先生这个2天做的动态心电图和心脏彩超的复杂结果张医生您好不好意思又来打扰您这是我先生这2天做的动态心电图和心脏彩超的复杂结果 OK 张医生មានន័យថាវិជ្ជាបណ្ឌិតចាង您好យើងបត់សួស្ដីលោក不好意思អញ្ចឹងយើងហ៊ានពាក្យហើយ不好意思បើថាសុំទោសឬក៏សុំអធិស្ឋានយោថែមទាំង来បើថាមក打扰រំខានណានេះនឹងលោក就是នេះគឺជា先生នេះលោកស្មើពេលថា Mr ណាលោកប្រុសលោកស្រី就是先生这បើថានេះ2天2ថ្ងៃ这2天មានថា2ថ្ងៃនេះជាប់ធ្វើតើយើងបកថារបស់ហ្នឹងណាតង់ថៃស៊ីនទៀនធូយើងបកថាអេកូបេដូ新疆柴草新疆柴草មានន័យថាអេកូបេដូងអេកូពណ៌បេះដូងតើយើងបកថារបស់ហ្វូឆានេះយើងបកថាបណ្ឌិតឡើងវិញ结果លទ្ធផល张医生您好不好意思又来打扰您这是我先生这2天做的东西太心电图和心脏彩超的复查结果ជំរាបសួរលោកគ្រូពេទ្យជាងចឹងដល់ពេលយើងបកជាខ្មែរហៅជាងលោកគ្រូពេទ្យជាងសុំទោសដែលត្រូវមករំខានលោកគ្រូម្ដងទៀតទាំងនេះគឺជាលទ្ធផលពិនិត្យអេកូបេះដូងនិងអេកូបេះដូងពណ៌ឡើងវិញរបស់ប្តីខ្ញុំក្នុងរយៈពេល2ថ្ងៃកន្លងមក2ថ្ងៃកន្លងមក您上次说冠状动脉的狭窄情况需要评估，我们看了报告，心里实在没底，好多术语看不懂。您上次说冠状动脉的狭窄情况需要评估，我们看了报告，心里实在没底，好多术语看不懂。好，您យើងបកថាលោកមានន័យថាសំដៅទៅលើគ្រូពេទ្យណាគ្រូពេទ្យ上次យើងបកថាលើកមុនណាលើកមុន就是上次说បកថានិយាយ冠状动脉យើងបកថាសរសៃឈាមចិញ្ចឹមបេះដូងស
sai chiếm thì trong bài đồ tớ như bọn thằng rồi bó xe chạy như bọn thằng ruin tội情况như bọn thằng than là tiếp需要bọn thằngត្រូវការ评估评估bọn thằng cả vi tầm lại cả vi tầm lại就是评估我们bọn thằng dương nhóm hắn là mơ hỏi báo cáo rồi bài cá心理មានន័យថានៅក្នុងចិត្តស្ចៃបើថាពិតជាmấy tỷ មានទំនុកចិត្តហៅតជាច្រើន术语មានថាពាក្យបច្ចេកទេស看不懂មើលមិនយល់您上次说冠状动脉的下载情况需要评估我们看了报告心里实在没底好多术语看不懂លោកគ្រូពេទ្យនិយាយលើកមុនថាការស្ទះសរសៃឈាមចិញ្ចឹមបេះដូងចាំបាច់ត្រូវធ្វើការវិតម្លៃយើងខ្ញុំបានឃើញរបាយការណ៍រួចហើយនៅក្នុងចិត្តពិតជាគ្មានទំនុកចិត្តសោះពាក្យបច្ចេកទេសជាច្រើនមើលមិនយល់王阿姨您请坐别着急我来帮您仔细看一下和上次相比昨天这样子的下载程度从原来的70%发展到了现在大约85%王阿姨您请坐别着急我来帮您仔细看一下和上次相比昨天这样子的下载程度从原来的70%发展到了现在大约85%王阿姨មានន័យថាអ្នកពិការ您บอกថាអ្នកមីង请坐អញ្ជើញអង្គុយឬក៏សូមអង្គុយ别着急បកថាអន្ទះសារឬក៏កុំប្រញាប់ណា就是别着急来មកប៉ាងជួយ您បកថាមីងជឿស៊ីបកថាលំអិត看一下មើលទៅហើយហើយនេះនឹង上次បកថាលើកមុន相比ប្រៀបធៀបនឹង昨天这样子就บอกថាបញ្ចុះឆ្វេងខាងមុខតើរបស់下载នេះយើងบอกថារួញតូច程度บอกថាកម្រិតឆុងบอกថាចាប់ពី原来ដើមឡើយតើយើងบอกថារបស់70%មានថា70%发展 reward 到了ទៅ现在บอกថាឥឡូវនេះ大约บอกថាប្រហែលជា85%ប្រហែលជាមានថា85%王阿姨您请坐别着急我来帮您仔细看一下和上次相比昨天这样子的下载程度从原来的70%发展到了现在大约85%មីងវាងសូមអង្គុយកុំបញ្ញាពេកខ្ញុំនឹងជួយអ្នកមើលឲ្យលម្អិតហើយបើធៀបទៅនឹងលើកមុនកម្រិតរួញតូចនៃសរសៃឈាមបេះដូងឆ្វេងខាងមុខបានកើនឡើងពី70%ដល់ប្រហែលជា85%这个斑块看起来也不太稳定另外新长彩草现色它的左心室血分数略有下降
说明心脏的泵血功能已经开始受到一些影响了。这个斑块看起来也不太稳定。另外，心脏彩草显示它的左心室射血分数略有下降，说明心脏的泵血功能已经开始受到一些影响了。好，这个你把它模拟就是这个斑块，把它东坡就是斑块，看起来mới tới也把它có不太mình tới稳定，把它thất thể就是稳定。另外你把它lớp vi năng tiết lớp vi năng tiết心脏彩草把它 echo bài đố显示nhưng把它bằng chạy thẳngឬក៏bằng hai thẳng chùa xin sự chùa xin sự nhưng mà ta thoát bê đông hàng truyền是血分数 是血分数 nhưng mà ta atra ban chiếm atra ban chiếm略有那个把它本的下降把它特重说明本家心脏nhưng mà ta bê đông就是心脏泵血nhưng mà ta bơm chiếm功能就把它mục nghĩa就是功能已经把它bán开始ចាប់ដើម收到把它ទទួលបាន一些影响នេះ把它ឥទ្ធិពលឬក៏ផលប៉ះពាល់了ហើយ这个斑块看起来也不太稳定。另外，心脏彩草显示它的左心室射血分数略有下降，说明心脏的泵血功能已经开始受到一些影响了。đông po mùi ní mơ tới mình sơ thịt thề đáy lớp ní là tập hợp eco po bè đông và hai thà sân tia bồn chiếm này bè đông thuế thôi cho bệnh tịch đại bằng hai thà một nghĩa bồn chiếm là ba bè đông chập đá từ tua đó ở từ phố là hai 今天我们的课程就先上到这里，谢谢同学们的观看，同学们再见 Goodbye everyone បាទបងប្អូនអរគ្នាមេរៀនរបស់យើងតេតងជាមួយនឹង医院工作ការងារនៅមន្ទីរពេទ្យរៀនចប់ត្រឹមប៉ុណ្ណេះមុននឹងបញ្ចប់ទៅលោកសិស្សក៏បានដាក់នៅវីដេអូ3លើក្រោមបើសិនជាបងប្អូនពេញចិត្តលើវីដេអូមួយណាបងប្អូនចុចคลิกទៅលើវីដេអូមួយនោះដើម្បីរៀនបន្តមកទៀតលោកសិស្សសូមឲ្យបងប្អូនជួយចុច like share ជួយចុច subscribe ដាក់រូបកណ្ដឹងដើម្បីទទួលបាននៅវីដេអូមេរៀនថ្មីៗពីអានហ្វាធូហើយលោកសិស្សសូមខន្តីអភ័យទោសបើសិនជារាល់ការបកប្រែមេរៀនមួយនេះមានការខុសឆ្គងឬក៏ខុសពាក្យបច្ចេកទេសណាមួយដោយសារតែលោកសិស្សមិនមែនជាគ្រូពេទ្យដូច្នេះពាក្យពេទ្យមួយចំនួនលោកសិស្សក៏មិនបានយល់ហើយនឹងចេះជ្រៅជ្រះដែរប៉ុន្តែបើសិនជាមាននៅខុសឆ្គងបែបណាមួយនោះលោកសិស្សសូមឲ្យបងប្អូនជួយ comment ឬក៏ feedback ត្រឡប់មកវិញផងដើម្បីលោកសិស្សនឹងធ្វើការកែលម្អទៅថ្ងៃក្រោយទៀតបាទសូមអរគុណសូមជម្រាបលា